សម្រាប់creator ជំនាន់ក្រោយពេលដែលយើង start up គឺអ្នកគ្នាយើង10 20អ្នកដែល like ហ្នឹងយើងកុំភ្លេចគាត់នៅពេលដែលយើងល្បីនៅពេលដែលយើងបាន 60k view អីកុំភ្លេចអ្នក10 20អ្នកដំបូងដែល like យើងនេះកុំឃើញគេធ្វើដើរមើលអត់ឃើញអីចឹងណាហើយមួយទៀត sponsor ដែលធ្លាប់ឲ្យយើង250 300ហ្នឹងណាតែតែជួយយើងពីដើមមកហើយយើងកុំភ្លេចគាត់បើសិនគាត់ឧទាហរណ៍ថាឥឡូវយើងឡើងដល់7 800ហើយគាត់មកហមម្ដងទៀតត្រឹម300 400យើងជួយធ្វើគាត់តទៀតទៅហ្នឹងហើយខ្ញុំ client ដបងអីពេលខ្លះយើងប្រឡែងគាត់ដែរយើងចាប់ផ្ដើមរៀងបាន client ច្រើនយើងប្រឡែងដែរប៉ុន្តែអាហ្នឹងយើងត្រូវដឹងគុណពួកគាត់ដែរពីដើមមកគាត់ហ្នឹងឯងអ្នក select យើងមុនគេហើយនៅពេលធម្មតាគាត់ select យើងជាអ្នកដែលចាប់ផ្ដើមមានន័យថា budget គាត់គឺមានសម្រាប់អ្នកចាប់ផ្ដើមអញ្ចឹងបើយើងទៅធំហើយក៏លែងហ៊ាន select យើងទៀតហើយប៉ុន្តែយើង complete គាត់ជួយយើងដែរយ៉ានិយាយទៅត្រូវមានគុណធម៌ណាស់គុណធម៌សូម្បីតែកាប់មុនត្រឹម50 រៀលក៏ពួកខ្ញុំយកដែរឲ្យតែបានលុយដើម្បីយកចំណាយខ្លះហើយអញ្ចឹងហ្នឹងហើយអញ្ចឹងអាទាំងអស់ហ្នឹងហើយដែលជួយយើងដល់ឥឡូវហ្នឹងអញ្ចឹងយើងកុំភ្លេចពួកគាត់ហ្នឹងហើយហ្នឹងសំខាន់ដែរបងតាប់ឡូគាត់និយាយត្រូវបានន័យថាសូម្បីតែខ្ញុំខ្លួនឯងក៏នៅតែជួបខ្លួនឯងផ្ទាល់ដែរបានន័យថាពេលដែលយើង start ដំបូង like who are you ដល់មាននោះ hey who are you វាអញ្ចឹងណា like តែគេហ៊ានយកមកយកយើងទោះបីជាអាហ្នឹងគេធ្វើដើម្បី benefit គេប៉ុន្តែគេស្លេចថាតាអូនហ្នឹងអញ្ចឹងណាតែ at least complete ខ្លួនឯងមកពីណាហើយពីណាគេដែលជួយយើងពេលដែលយើងអត់អីសោះ yes remember that អានេះអ្វីពីខ្ញុំទៅហើយខ្ញុំជឿថាខ្លះក៏យើងវាអត់អាចគ្រប់គ្រងអីបានទាំងអស់ដែរយើងមានកំហុសកន្លែងណាមួយឆ្កងតែគ្រាន់ថាយើងអាចនិយាយគ្នាបានតែខ្លួនឯងថា it's okay តែកុំឲ្យតែអត់គុណធម៌ដូចយ៉ាងដូចនិយាយថាតិចគេពីក្រោយវិញមកនិយាយគាត់ស្ដាប់អញ្ចឹងតែវាយគេពីក្រោយវិញអាហ្នឹងវាអត់ត្រូវហ្នឹងហើយ Yeah that's a good talk តែសួរមួយមុននឹងចាប់ផ្ដើម content creator បែងធ្លាប់សបិនធ្លាប់មានក្តីសម័យចង់ធ្វើអាមុនហ្នឹងឯងឬក៏មានតែ JTT ហ្នឹងខ្ញុំបាទអូចង់ធ្វើតែហ៊ានធ្វើអីតែមុនចង់ធ្វើអ្នកវាយកលាកាសខ្ញុំធ្លាប់សម័យកាលហ្នឹងខ្ញុំធ្លាប់សម័យថាជុំអញបើខ្លាចជាអ្នកវាយកលាកាសមិនកើតអត់ចេះអង់គ្លេសមកយកកលាកាសមិនត្រូវមានឡើងនិយាយឡើងអីធ្លាប់ភ័យតាំងក្មេងហ្នឹងហើយខ្ញុំក្តីសម័យខ្ញុំអត់ដែរមាន professional ទេឈួតទេចឹងខ្លាចអ្នកវាយកលាកាសអីចឹងទៅចឹងខ្លាចជាតួរឿងហើយតែអាការងារដែលខ្ញុំធ្វើពីដើមមកអត់មានអាណា professional ទៅធ្វើការងារ professional ឧទាហរណ៍ថាដូចធ្វើការងារធនាគារឬក៏ការងារអីហ្នឹងការងារខ្ញុំដែលរៀនពីដើមមកសើ chill ទាំងអស់ខ្ញុំរៀន media ខាងសារព័ត៌មានអីចឹង chill រៀនមួយគ្រូ chill ទាំងអស់តែធ្វើការក៏ chill ដែរអត់អីចឹងទៅធ្វើ director តិចតួចហើយអត់ដែរមានក្តីសម័យទេតែបង្កើតមាតិកាហ្នឹងគឺស្រឡាញ់ហ្មងអត់ដែរគិតថាហ្នឹងវា professional ទេខ្ញុំនិយាយដដែលអញ្ចឹងតែស្រឡាញ់នឹងធ្វើវាហ្មងតិចធ្វើទៅបានយើងឆ្នៃទៅជារចំណូលបានទៅអូខេល្អតែបងគុណច្រើននេះខ្ញុំសូមភ្ជាប់មិនបន្តិចណាតើតោងឈ្មោះនឹងការងារដែលគាត់ចេញដំបូងដល់ហើយគាត់ត្រូវឈប់អីចឹងទៅគាត់ feeling ថាមិនគាត់ធ្វើការឲ្យគេប៉ុណ្ណាអញ្ចឹងណាខ្ញុំចង់និយាយទូទៅthấy làអ្នកផ្សេងអ្នកទូទៅទាំងអស់អញ្ចឹងដែរអ្វីដែលខ្ញុំមើលឃើញណាត្រូវឈប់វាថាយើងធ្វើការ stress អញ្ចឹង overwhelm overheat អីចឹងគេនិយាយហ្នឹងឈប់មកធ្វើខ្លួនឯងវិញអាចបានលុយច្រើនជាងហ្នឹងតែបើបបពិសោធន៍ខ្ញុំហ្មងបាក់វាសឹងតែខុសគ្នាពីអ្វីដែលយើងខុសច្រើនហើយពេលដែលយើងដើរដល់ចំណុចហ្នឹងបានយើងងាកមកក្រោយថាចុះពីណាគិតចឹងហ៎ដល់ហើយយើងឃើញខ្លួនឯងហ្នឹងដូចនិយាយថាមនុស្សពីរផ្សេងគ្នាឃើញកណៃពងឈរមើលអតីតកាលកណៃពងធ្វើនោះក៏ពិតដល់ពេលយើងមកបើកខ្លួនឯងឬក៏យើងធ្វើខ្លួនឯងយើងមើលឃើញចំណុចខ្វះខាតហ្នឹងអញ្ចឹងខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាដែរទៅឥឡូវយើងជួបបញ្ហាច្រើនយើងត្រូវរេតាមសង្គមដែរបានន័យថាយើងត្រូវមានបរិបទបត់តាមដូចគ្នាអញ្ចឹងទៅពួកយើងនៅក្នុងសង្គមអញ្ចឹងក៏យើងត្រូវយល់ពីមានអីត្រូវកើតឡើងសុបាយឬក៏កើតទុកអីនៅជាមួយគ្នាអញ្ចឹងទៅដូចឥឡូវដែលបងប្អូនគាត់មកពី
ព្រំដែនមកគាត់រកការងារធ្វើអត់បានទេ បាទ ដំបូងណាតែដល់ឥឡូវក្រសួងការងារគាត់រៀបចំឲ្យបានច្រើនមែនតើហ្មងហើយស្ងាយស្រួលក្នុងការងារទៀតអញ្ចឹងណាអញ្ចឹងខ្ញុំចង់និយាយថាពេលខ្លះយើង appreciate យើងបកក្រោយវិញថាកុំគិតចឹងកុំគិតថាកន្លែងគិតខុសឬក៏អត់បើដឹងចឹងអាចឈប់ពីធ្វើការ ហ្នឹងហើយហ្នឹងហើយក ុំគិតចឹងមែនថាអរគុណខ្លួនឯងដែលសម្រេចចិត្ត at least សម្រេចចិត្តហើយក៏សរសើរអ្នកដែលគាត់នៅខំប្រឹងធ្វើការ you know comfort zone is not bad សម្រាប់ដែលខ្ញុំឃើញ បាទ មិនពីមុនទៀតតែមកឥឡូវដែលខ្ញុំបើឃើញថា comfort zone វាមិនមែនរឿងខុសទេតែពួកគាត់មាន idea ខ្លួនឯងក្នុងការរស់នៅក្នុងហ្នឹង បាទ បើយើងសិតតែគេ outside the box come from the mud អីចឹងណាវាខុសគ្នាអញ្ចឹងប៉ុន្តែខ្ញុំចង់ឲ្យងាកក្រោយ appreciate the little thing ហ្នឹងអញ្ចឹងទៅឲ្យងាកទៅមើលតែឥឡូវមើលបងប្អូនយើងដែលគាត់ទៅរកការងារបានគាត់សប្បាយចិត្តហ្មងអ្នកខ្លះនៅរកអត់បានអីក៏យើងគាត់ទៅការចំណូលអីទៀត ហ្នឹងហើយ ហើយអ្វីដែលជួបខ្លាំងហ្នឹងគឺចេញពីធ្វើការអ្នកខ្លះនៅមាន financial ត្រូវ loan គេបង់គេរាល់ខែដូចខ្ញុំផ្ទាល់អីចឹងទៅកាលមុនខ្ញុំបង់គេឡើងហ៊ានហ្មងខ្ញុំឬក៏អ្នកដែលឲ្យយោបល់ឲ្យខ្ញុំគេឲ្យខ្ញុំរកធ្វើការងារវិញទៅតែបើសម្រាប់ខ្ញុំហ្មងខ្ញុំអត់គិតអីហ្មងពេលហ្នឹងខ្ញុំគាត់ថាធ្វើវាចេញនិយាយច្រើនស្គាល់មនុស្សឲ្យច្រើនអញ្ចឹងទៅព្រោះខ្ញុំដឹងថាមនុស្សខ្ញុំអត់សូវឆ្លាតអញ្ចឹងខ្ញុំត្រូវការជួបច្រើនសុំយោបល់គេឲ្យមកហ៊ានបាទអញ្ចឹងខ្ញុំចង់ប្រាប់ថា space of reflection ហ្នឹងមើលក្រោយយើងជួបរឿងច្រើនមែនតើហ្មងហើយមួយទៀតឥឡូវខ្ញុំចង់សួរមកឯងបើសិនជាបងឯងមានឱកាសអាចនិយាយទៅកាន់ខ្លួនឯងតាំងពីក្មេងណាបើនឹងនិយាយពីអីឥឡូវហ្នឹងនិយាយណា anything លេចបានហើយនេះវាក្មេង តែនឹងស្នេហាហើយ បើមានឱកាសអាចនិយាយទៅខ្លួនឯងពីក្មេងវិញ និយាយទៅកាន់ខ្លួនឯងនៅកាលពីក្មេងណា ខ្ញុំនឹងនិយាយថាខំបង្រៀនទៀត តែចំណុចហ្នឹងគឺអត់ខុសហើយគឺត្រូវតែមាន education ជាប់មករហូតបានន័យថាបើសិនរៀបសារភ្ជាប់ចឹងបើយើងអត់មានចំណេះដឹងឬក៏អីហ្នឹងក៏វាអត់មានគេហៅថាសរគ្រឹះសម្រាប់ខ្លួនឯងហ៎បងកាលនៅក្មេងពេលម៉ែអើយនិយាយចឹងដាក់អត់ចូលទៅជាទេអត់យល់ទេគាត់ថាខំបង្រៀនធំឡើងការងារធ្វើអត់ចូលដល់ពេលឥឡូវយើងមកជួបផ្ទាល់មិនដឹងយេវាអញ្ចឹងណាហ្នឹងហើយវាថាជួនកាលពេលដែលយើងបង្រៀនហ្នឹងទៅយើងអាចចេះរៀងតំណែងច្រើនជាងមុនអាចចេះនិយាយចេះអីតាមកលៈទេសៈអីចឹងណាជួនកាលបើខ្ញុំផ្ទាល់ហ្មងខ្ញុំគឺខ្ជិលអត់ចូលចិត្តរៀនទេចូលចិត្តអាថតហ្នឹងមែនតើចិត្តព្យួរឆ្នាំដើម្បីមកថតហ្នឹងខ្ញុំប្រាប់ពុកម៉ាក់ខ្ញុំម្នាក់ទៀតគាត់ថាជ្រុលព្យួរកិច្ចខ្លាចថតណាខ្លាំងហ្មងអញ្ចឹងណាបាទតែនេះវីដេអូនេះបើខ្ញុំហ្នឹងគាត់ធ្វើចិត្តហ្មងខ្ញុំព្យួរសឹងមួយឆ្នាំចោលទៅសកលដើម្បីចេញមកក្នុងវិស័យនេះ IT ខ្ញុំការរៀនណាឆ្លាញ់ media ដែរឲ្យតែឃើញកន្លែងណាមានកាមេរ៉ាឃើញគេតម្លើងភ្លើងទៅឈរមើលរំភើបហ្មងចង់ឃើញអញ្ចឹងអាភ្លើងធំ TVC អីហ្នឹងឃើញទៅឈរចិត្តហ្មងចេះឈរទៅគេលោកគេហៅធ្វើតួយមិនដឹងថា plan គេសង្អល់គេទៅ plan ត្រឹមត្រូវណាឃើញអញ្ចឹងទៅមើលហើយខ្ញុំធ្លាប់កាលហ្នឹងជីកាត់មកវាំងឃើញកូរ៉េ production កូរ៉េមកថតធំហ្មងភ្លើងគេឃើញហ្មងទៅឈរមើលហ្មងឃើញតួកូរ៉េតែខ្ញុំអត់ស្គាល់កាលហ្នឹងលយមែនតើឃើញស្រឡាញ់ហ្មងតែយាយជំនាន់ហ្នឹងថតមួយទេសចរខ្ញុំគិតថាផ្សាយទេសចរនៅមុខវាំងច្រើនហ្នឹងហើយអូមួយទៀតខ្ញុំឃើញមើលបើយើងបកក្រោយវិញយើងធ្វើ show នៅកំពង់នៅប្រសេនុពេលនេះយើងធ្វើផ្សព្វផ្សាយទេសចរដូចគ្នាអញ្ចឹងទៅហើយ plan ក្រោយទៀតតើបងចង់ផ្សព្វផ្សាយទេសចរឬក៏ like indirect ឬក៏ដើម្បីបង្កើតជា campaign មួយសម្រាប់ទេសចរឆ្នាំក្រោយក៏ពិតចង់ផ្សាយទេសចរថែមទៀតឲ្យបានច្រើនទេសចរជួយមែនតើជួយសេដ្ឋកិច្ចខ្លាំងយើងធម្មតាទេសចរយើងល្អចំណូលមកយើងវាល្អអាចរ៉ាន់ business ហ្នឹងចរន្ត economy ស្រុកយើងក៏វាល្អតាមហ្នឹងដែរ
វាជួយទាំងអស់អញ្ចឹងពួកខ្ញុំ plan ថាចង់ផ្សាយទេសចរថែមទៀតមិនថាក្នុងក្រុងមិនថាតាមខេត្តចង់ផ្សាយថែមទៀតឧទាហរណ៍ថាបើសិនខ្ញុំ search សម្រាប់ខ្ញុំខ្លួនឯងហ្មង search អត់សូវមានណា footage ណាដែល engagement ចង់ថាវាមានរូបភាពស្អាតៗដែរតាមខេត្តធំៗតែខេត្តល្មមៗអត់សូវមានរូបភាពណាដែល engagement មួយប្រជាជនដែលបានច្រើនណាដែលយើង show ពីភាព friendly របស់ប្រជាជនយើងបរិបទរបៀបរស់នៅអីអត់សូវមានពេលយើង search មើលតែបើយើង search មើលប្រទេសផ្សេងៗប្រទេសធំៗអីច្រើនណាអញ្ចឹងយើងគួរតែធ្វើហ្នឹងឲ្យបានច្រើនតាមទៀតបាទប៉ុន្តែផលិតមាតិកានៅស្រុកយើងបែបទេសចរគឺមានច្រើនពីគាត់ព្យាយាមធ្វើច្រើនមែនតើបើហៅវាស្អាតហើយរបស់ថ្លៃអីចឹងទៅហើយក៏ប៉ុតពួកគាត់ក៏ជួបរឿងអត់ខុសពីពួកមកឯងដែរដែលជា digital creator ហ្នឹងហើយវាស្តៀងគ្នាគាត់ថាមួយនៅរឿងព្រៃអាសាទៅខេត្តគេយើងឃើញ view ស្អាតជាងយើងអីចឹងទៅប៉ុន្តែក៏គាត់ face challenge ដែរមុននឹងថតមុននឹងអីក៏គាត់ត្រូវគិតទៀតជួនកាលទៅគាត់ទៅថតតែឯងគាត់បោះតង់តែឯងក្នុងការថតដើម្បីផលិតរូបភាពចេញមកចឹងទៅសម្រាប់អ្នកថតគាត់លះបង់ខ្លាំងណាបងយើងទៅយើងឃើញទេសភាពយើងមិន enjoy ជាមួយទេសភាពត្រូវអត់តែគាត់នៅគិតរឿងការងារគាត់នៅផ្ដិតរូបឧទាហរណ៍ drone ត្រូវខុសម៉ោងប្រហែលត្រូវសុកចិត្តងើប6ព្រឹកឲ្យមានថ្ងៃរះមកស្អាតអីចឹងតែហ្នឹងវាសិតតែ plan ទាំងអស់អញ្ចឹងសម្រាប់ខ្ញុំជួបឲ្យវាអត់សូវសុបាយយើងទៅផ្ដិតយករូបភាពកន្លែងដែលយើងឃើញស្អាតហ្នឹងអ្នកខ្លះគេលោកគាត់សុបាយនឹងថតមិនដឹងតែខ្ញុំតែឃើញកន្លែងស្អាតខ្ញុំចង់ enjoy ខ្ញុំអត់សូវចង់ថតអីច្រើនទេឧទាហរណ៍ថាយើង plan ថ្ងៃមុនខ្ញុំទៅអេសាន Overland ក្រុមឡានហ្នឹងអូខេទៅដូចជាជិត300ឡានអីចឹងយើង plan ថាអូដល់ថតឲ្យស្អាតហើយមានណាកន្លែងដែលសុបាយមិនបានថតទេអញ្ចឹងវាចឹងអញ្ចឹងនៅពេលដែលគេទៅថតគេលះបង់ទាំងពេលវេលាទាំងថវិកាទាំងញើសឈាមរបស់គេហ្នឹងគឺមានតម្លៃមែនតើអាហ្នឹងបើសម្រាប់ខាង media production ហ្នឹងគឺអាចយល់ពីអាហ្នឹងដែរយល់ដូចលើកមុនអញ្ចឹងខ្ញុំឃើញថ្ងៃរះស្អាតអីចឹងណាអត់នឹងភ្នំអីចឹងទៅហើយបងប្អូនខ្ញុំវាសួរថាមិនថតខ្ញុំថាជួនកាលទៅខ្ញុំមើលអាហ្នឹងហើយខ្ញុំចង់ចាំមករហូតអញ្ចឹងទៅតែពិតគឺពីក្រោយហ្នឹងខ្ញុំអត់យក memory ទៅអូបាយឆ្លៀយអូគេទៅឈរឡើងលយគេទៅមើលទេសភាពគេមានកំណាប់របស់គេអញ្ចឹងហើយសុទ្ធជាកំណាប់ក៏ពិតថាជីវិតយើងពេលខ្លះត្រូវការ capture គេសួរថាថតអត់គាត់ដូចមីមក្នុងអញ្ចឹងមិនក៏ណែអត់ចុចអញ្ចឹងណាខ្ញុំអត់ចុចខ្ញុំថតនៅក្នុងខួរក្បាលរបស់ខ្ញុំក៏ពិតវាអត់យក memory មកខ្លួនឯងទេខ្ញុំមកថតមួយសិនយកកន្សឹមថតមួយសិនចាំមើលយកក៏ពិតទៅនិយាយលេងអីក៏ពិតវាបញ្ហាចន្លោះឬក៏អីមានច្រើនប៉ុន្តែខ្ញុំគ្រាន់សុំមួយថាលើកទឹកចិត្តទាំងអស់គ្នាដូចគ្នាអញ្ចឹងទៅហើយព្យាយាមស្គាល់គ្នាបានច្រើនមិនថាក្នុងវិស័យអីយើងត្រូវមាន connection ឬក៏ network ចេះ collaboration គ្នាចេះ featuring គ្នាដើម្បីផលប្រយោជន៍រួមបាទដូចដែលខ្ញុំស្គាល់បងឯងដំបូងស្គាល់នរៈស្គាល់រាជស្គាល់ JTT ក៏ដំបូងយើងអត់មានឃើញថាឃើញអីពីគ្នាដែរអ្វីដែលយើងឃើញហ្នឹងគឺ matching vibe ដូចគ្នាហ្នឹងហើយប៉ុន្តែដាក់គូតនៅលើកៅអីនិយាយគ្នាធ្វើគាត់ធ្វើរឿងបានគួរសមដែរពីមុនយើងធ្វើបានច្រើនដែរហើយយើងនៅបន្តធ្វើទៅមុខទៀតចឹងអាហ្នឹង featuring collab ហើយសំបីតែពួកបងឯងមកpodcast Far From Home ហ្នឹងក៏អត់ប្រកាន់ខ្លួនដែរដំបូងខ្ញុំគិតដែរឯងអត់មាន engagement branding នេះអត់តន់ឡើងតែJTT នៅតែ open សម្រាប់ចូលរួម podcast ហ្នឹងហើយក៏អរគុណដូចគ្នាចឹងមិនថាខ្ញុំមើលឃើញថាអូចឹងខ្ញុំចង់បង្កើតតែកន្លែងហ្នឹងមួយគឺឲ្យពួកគាត់ចេះ featuring គ្នាចេះ collaboration គ្នាអញ្ចឹងទោះបីមិនក៏ដោយនៅលើទីផ្សារ digital គឺវាអាចទៅមុខបានឡើងតែហ្មងបាទហ្នឹងអ្វីដែលខ្ញុំមើលឃើញខ្ញុំបង្កើត Far From Home នេះឡើងបាទយកវាមកសារថ្មីខ្ញុំយកវាពីគេហៅអាចប្រអប់មួយដែលខ្ញុំកប់ទុកចោលហើយខ្ញុំយកវាមកធ្វើវិញឆ្នៃវាខ្ញុំនៅក្នុង logo ខ្ញុំដាក់ Far From Home since 2019គេហ្នឹងបងតាំងពី2019អូខេហ្នឹងហើយហ្នឹងអ្វីដែលខ្ញុំដាក់ហ្នឹងហ្មងព្រោះ
có đi ăn thử bàn chén chúng cá Far From Home Show Far From Home Podcast hay chẳng tới tay nhung trong đàn nó nằm bây lật luôn ai tha chập đam vi mau ấy that's why ខ្ញុំ put people 10ពួកនេះចឹងទៅហើយពេលដែលខ្ញុំចាប់ដើម start ដំបូងក៏ខ្ញុំមាន fear ខ្លួនឯងដែរខ្ញុំថាក្នុងការចេញមុខមិនបន្តិចហើយដល់ពេលយើងវាឡើងគីឡូឡើងអីទៀតចឹងទៅក៏ខ្ញុំមានអារម្មណ៍ថាអត់ស្អាតវាអត់ទៅ hype តែដល់ពេលហើយខ្ញុំមើលហើយមើលទៀតខ្ញុំត្រូវធ្វើវាឲ្យចេញខ្ញុំព្យាយាមជួនកាលថត TikTok អីចឹងណារៀងធ្វើកំ pl ធ្វើអីដល់ពេលយូរទៅវាស្រាំនិយាយចឹងវាស្រាំទី1ទី2ខ្ញុំបានជួបជាមួយនឹង creator ពូសំដែរគ្នាយើងដូចនៅ group Our Nation ចឹងខ្ញុំចាប់ផ្ដើម you know like ផ្សំជាមួយនឹងពួកគាត់ខ្ញុំគិតថាពួកគាត់វាថាគេមាន character ផ្សេងគ្នាចឹងណាតែពួកគាត់ក្រៅក៏អញ្ចឹងក្នុងក៏អញ្ចឹងខ្ញុំ feeling like អូអត់អីធ្វើវាទៅកុំឲ្យតែយើងទៅប៉ះពាល់គេទៅបានហើយវាអញ្ចឹងហើយចំណុចល្អមួយខ្ញុំសូមសរសើរ JDT នៅក្រៅមិនក្នុងវីដេអូអញ្ចឹងដូចគ្នាអញ្ចឹងមិនថាមិញខ្ញុំចាប់បាននេះតែគាត់ថាធ្វើអីដែលខ្លួនឯងស្រឡាញ់ trending តែត្រូវចាំថា color ខ្លួនឯងបែបម៉េច character យ៉ាងបែបម៉េចពេលយើងរកឃើញកន្លែងហ្នឹងគឺល្អហ្មងបើថាយើងអត់វាមកទៅវាអត់ fake វាអត់សំដែងអញ្ចឹងទៅក៏យើងធ្វើហ្នឹងក៏យើងស្រឡាញ់ដែរយើងដឹងថាអូអញសមមួយអានេះយើងក៏ផ្លែងអញ្ចឹងទៅអញសមធ្វើតួកំសត់តួអីចឹងព្រោះចរិតអញវាកំសត់មែនតើអីចឹងទៅប៉ុន្តែនៅខាងក្រៅសប្បាយអីចឹងទៅវារបៀបអញ្ចឹងណាអញ្ចឹងខ្ញុំចង់បញ្ជាក់កន្លែងហ្នឹងដែរតែខ្ញុំសុំថែមបន្តិចដែរខ្ញុំរៀងខុសនៅក្រៅខុសពីក្នុងបន្តិចខ្ញុំនៅក្រៅ introvert ខ្ញុំនិយាយតែមួយអ្នកស្គាល់ទេអ្នកអត់សូវស្គាល់ខ្ញុំអត់ដឹងនិយាយអីនិយាយច្រើនខុសច្រើនអញ្ចឹងខ្ញុំខ្លាចនិយាយប៉ះពាល់អារម្មណ៍គេខ្ញុំអត់សូវនិយាយទេជួបដំបូងរៀងអត់សូវនិយាយទេបាទឥឡូវឧទាហរណ៍ថាជួប creator ដូចគ្នាលើកទី1ពេលមកគ្នាយើងរកតែសួស្ដីបងមកយូរនៅអស់ឲ្យនិយាយបណ្ដោយអត់ដឹងនិយាយអីតទៀតរបៀបអញ្ចឹងខ្ញុំអត់ប្រកែសំបីតែពេលខ្លះមានអ្នក viewer គ្រប់ត្រគាត់មកចិត្តគាត់hello បង hello គាត់និយាយអារបៀបប្រូកំ pl មួយយើងហើយអត់ដឹងតបទៅវិញមិនខ្មិចរបៀបអញ្ចឹងអាហ្នឹងខ្ញុំខ្លួនឯងអញ្ចឹងបន្តរយៈជំនាញបន្តរយៈរីកក៏ស្តៀងខ្ញុំដែរខាងក្រៅហ្នឹងអត់សូវទេរីកគាត់ថាមិន introvert ទេ inverter តកមកលើកមុនមកយើងមកប្រជុំគ្នានិយាយរឿង show ហ្នឹងហើយគាត់មកមិនដែលឃើញវានិយាយច្រើនអញ្ចឹងតំលឹកហ្នឹងឯងចឹងមកនិយាយថាពេលខ្លះពេលដែលយើងអា vibe matching ណាមកចាំសួរថាអូយហ្នឹងមកពីណាអូនហ្នឹងមកពីណាធ្វើអីល្បីអត់ you know ហើយមនុស្សល្អអត់តែសំខាន់ពេលដែល matching គឺមនុស្សគឺជួបនេះគឺនិយាយគ្នាសិនហើយអាហ្នឹងគាត់ថាគេហៅគេ vibe checkអូខេ